ចាពុកម៉ែបងប្អូនរួមទាំងអស់គ្នាណាថ្ងៃនេះជាថ្ងៃមួយដែលពុកម៉ែបងប្អូនត្រូវតែផ្លាស់ប្ដូរអេរិយាបថផ្លាស់ប្ដូរការនិយាយសារជាថ្មីណានិងផ្លាស់ប្ដូរមុខរបរដែលយើងគិតថាហត់នឿយហើយអត់បានចំណេញច្រើនណាអញ្ចឹងពុកម៉ែបងប្អូនមើលឃ្លីបនេះពីដើមរហូតដល់ចប់ដើម្បីឲ្យពុកម៉ែបងប្អូនផ្លាស់ប្ដូរមុខរបរថ្មីហើយមានលុយច្រើនដល់ងាយស្វាយអត់ឲ្យពិបាកដូចមុខរបរចាស់អញ្ចឹងអ្នកគ្រូត្រូវតែធ្វើយ៉ាងណាដើម្បីឲ្យខ្ញុំផ្លាស់ប្ដូរជីវភាពផងផ្លាស់ប្ដូរមុខរបរថ្មីផងអញ្ចឹងពុកម៉ែបងប្អូនអរគ្នាអត់មានពិបាកទេពុកម៉ែបងប្អូនគ្រាន់តែនិយាយប្រាប់ខ្លួនឯងដដែលណាហើយយើងទៅលក់ដូរមុខរបរចាស់ធម្មតាអត់បញ្ហារឿងមុខរបរចាស់ទេអញ្ចឹងមុខរបរចាស់ក៏យើងមិនអាចបំបាច់ផ្លាស់ក៏បានដែរយើងមានបន្ថែមទៀតក៏បានដែរណាពុកម៉ែបងប្អូនដោយងាយស្វាយទី1តើយើងលក់ដូរសប្តាហ៍ថ្ងៃតែយើងមានអារម្មណ៍បែបណាណាមុខរបរអីក៏ដោយតើលក់ដូរសប្តាហ៍ថ្ងៃមានអារម្មណ៍បែបណាពេលទៅលក់ដូរចឹងពុកម៉ែបងប្អូនគួរតែនិយាយមើលតើយើងមានអារម្មណ៍បែបណាតានតឹងអារម្មណ៍សប្បាយរីករាយឬមួយក៏អារម្មណ៍មួយដែលយើងគិតថាភ័យខ្លាចលក់មិនដាច់ខ្លាចរកចំណូលអត់បានមួយថ្ងៃបានប៉ុន្មានចង់តាមតម្រូវការពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាត្រូវតែប្រាប់ខ្លួនឯងថាពេលពុកម៉ែបងប្អូនទៅលក់ដូរទៅប្រាប់ខ្លួនឯងថាខ្ញុំលក់ដាច់អស់មានប្រមាណក៏អស់ដែរមិនថាពុកម៉ែបងប្អូនលក់នៅតូបនៅផ្សារឬមួយក៏នៅតាមផ្លូវឬមួយក៏ពុកម៉ែបងប្អូនដែលកំពុងតែលក់របស់ធំ brand ឬអាជីវកម្មតូចធំយ៉ាងណាទេមុខបរតូចតាចឬអាជីវកម្មធំទេណាពុកម៉ែបងប្អូនត្រូវតែគិតតាមពេលវេលានិងតាមមុខបររបស់យើងតើពុកម៉ែបងប្អូនដឹងថាអារម្មណ៍រីករាយសប្បាយអារម្មណ៍មានក្តីសុខស្រមើស្រមៃនឹងហើយធ្វើឲ្យយើងលក់ដូរដាច់ធ្វើឲ្យយើងនេះមានធម៌ពលគុណភ្ញៀវនឹងរត់មករកយើងដល់ងាយសប្បាយយើងធ្វើកន្លែងដែលភ្ញៀវដែលគាត់សម្រុកចូលមកទិញដូចចែកព្រីចឹងអ្វីដែលសំខាន់ពុកម៉ែបងប្អូនគ្រាន់តែប្រាប់ខ្លួនឯងដាស់ខ្លួនឯងណាពេលមុខកញ្ញើពេលអារម្មណ៍ថាខ្ញុំលក់អត់ដាច់សោះអត់មានភ្ញៀវពេលអត់មានភ្ញៀវក៏ត្រូវតែនិយាយថាមានភ្ញៀវដែរពុកម៉ែបងប្អូនណាត្រូវតែមានភ្ញៀវហើយយើងមើលរបស់យើងផងតើរបស់យើងមានគុណភាពអត់តើរបស់យើងហ្នឹងច្បាស់លាស់ពិតប្រាកដអត់អញ្ចឹងពុកម៉ែបងប្អូនយើងនិយាយហើយយើងមើលផលិតផលរបស់យើងផងទោះជាពេលនេះផលិតផលរបស់យើងកំពុងមិនទាន់ស្តង់ដារក៏ដោយតែយើងត្រូវតែនិយាយប្រាប់ថារបស់របររបស់ខ្ញុំផលិតទៅឬល្អអត់ខ្ចោះញ៉ាំហើយមានសុខភាពល្អលក់ទៅអតិថិជនពេញចិត្ត 100% ទិញហើយទិញទៀតទិញហើយទិញទៀតទិញដោយស្នាមញញឹមទិញដោយមានទំនុកចិត្តចឹងអ្វីដែលជាពិសេសសម្រាប់ពុកម៉ែបងប្អូនដែលកំពុងតែជាប់គាំងមុខរបរដែលចង់បិទអីចឹងពុកម៉ែបងប្អូនណាចាប់ដើមនិយាយពាក្យដដែលហើយស្រមៃទៅរកភ្ញៀវអតិថិជនដែលគាត់ចូលមកទិញយើងបានលុយប៉ុន្មានឲ្យដូចជាការពិតណាទោះជានៅក្នុងតូបឥឡូវកំពុងតែលក់មិនដាច់អញ្ចឹងបងប្អូនអាចធ្វើកាយវិការជាគ្នាពីរនាក់មួយជាភ្ញៀវអតិថិជនចេញអញ្ចឹងក្នុងចិត្តរបស់យើងក៏បានដែរអតិថិជនចូលអញ្ជើញបងអញ្ជើញអូនអញ្ជើញណាជួយទិញឲ្យទិញទៀតអូនទិញប៉ុន្មាននេះទិញអស់$1000 $100 $200 $50 $10 តាមអីវ៉ាន់របស់យើងនិយាយក្នុងចិត្តចឹងមកបងពុកម៉ែបងប្អូនប្រូក្រាមឲ្យញញឹមនឹកថាមកដល់ហើយភ្ញៀវទិញចូលទិញនិយាយឲ្យយើងព្រឺអារម្មណ៍ព្រឺរាងកាយរបស់យើងអាហ្នឹងបានន័យថាធម៌ពលមានហើយចឹងពុកម៉ែបងប្អូនសាក់ល្បងណាព្រោះអីនេះជាច្បាប់ធម្មជាតិដែលយើងត្រូវតែចាត់ចែងដោយងាយស្វាយគ្រាន់តែនិយាយគ្រាន់តែគិតគ្រាន់តែនឹកស្មានតែមកដល់ភ្លាមអញ្ចឹងយើងត្រូវតែអ្នកលក់ដូរត្រូវធ្វើមុខមិនស្នាមញញឹមគ្រប់ពេលវេលាពុកម៉ែបងប្អូនណាអត់មានមុខកញ្ញើដាក់ភ្ញៀវទេហើយយើងត្រូវចេះនិយាយពាក្យអីដែលភ្ញៀវចូលចិត្តអញ្ចឹងបានន័យថាយើងសួរគាត់របស់យើងត្រូវទិញឲ្យឆាតសួរគាត់តាម Telegram ឬត្រូវតែប្រឹក្សាជាមួយគាត់ណាកុំឲ្យទិញឲ្យបាត់ឈឹងយើងអត់មានទៅសួរនាំគាត់ឬមួយក៏យើងអត់មានអីទៀតទេចាំមកគាត់មកទិញហើយអាហ្នឹងយើងអត់អាចអាជីវកម្មយើងដើរទៅមុខទេអញ្ចឹងយើងត្រូវសុំលេខគាត់ថែអាសាភ្ញៀវអតិថិជនចាស់នឹងចូលថ្មីទៀតគាត់នឹងដឹកនាំអតិថិជនថ្មីមកឲ្យយើងជាបន្តបន្ទាប់ទៀតអញ្ចឹងคลิปនេះជាคลิปមួយដែលពុកម៉ែបងប្អូនកាន់ខ្ជាប់បែបធម្មជាតិណាមិនដាច់ក៏ដាច់អត់ដាច់ពេលហ្នឹងពេលក្រោយដាច់មិនដាច់គឺដាច់ណាពេលអត់ដាច់គឺដាច់បច្ច្រះគ្នាប្រើពាក្យផ្ទុយនឹងគ្នាណាពុកម៉ែបងប្អូនអរគ្នាព្រោះពាក្យផ្ទុយនេះធ្វើឲ្យយើងមានធម៌ពលអត់ភ្ញៀវថាយើងមានភ្ញៀវពេញណាបើកតូបទៅដល់គោះតូបភ្លាមខ្ញុំបើកតូបភ្ញៀវចូលរហូតដល់បិទលក់ដាច់អស់អីវ៉ាន់ក្នុងស្តុកលក់អស់អីវ៉ាន់
ដាច់ហើយដាច់ទៀតកំងណាហ្នឹងហើយដូចចែកព្រីចឹងចឹងនេះជាការក្បួនរស់ទី1ដែលយើងត្រូវតែលក់ដូរបញ្ចេញធម៌ពលពីខាងក្នុងដើម្បីជំរុញធម៌ពលខាងក្រៅនិងយើងជាដុំដែលឆក់ភ្ញៀវចូលភ្ញៀវតម្រូវការអ្វីយើងមាននឹងទាំងអស់ដូចថាយើងលក់អីគេលក់ហាងបាយហាងកាទៀវឬមួយក៏កាហ្វេឬមួយក៏ចាប់រួយឬមួយក៏លក់បង្អែមអាជីវកម្មលក់តុកលក់កៅអីលក់សាឡុងឬមួយក៏អាជីវកម្មលក់អនឡាញកៅអៅលក់គ្រប់មុខណាពុកម៉ែបងប្អូនហើយកុំភ្លេចអរគុណក្នុងទូរស័ព្ទរបស់យើងនិងអរគុណតូបអរគុណអតិជនអរគុណសម្ភារៈនៅក្នុងតូបទាំងអស់ឲ្យបានច្រើនពីអរគុណបានន័យថាយើងបានលក់ដាច់រួចរាល់ហើយយើងនឹងបានភ្ញៀវចូលទិញដោយងាយសប្បាយអញ្ចឹងពុកម៉ែបងប្អូនត្រូវគិតខ្លួនឯងណាគិតថាធម៌ពលចេញពីក្នុងចិត្តផលិតនៅក្នុងចិត្តលុយនៅក្នុងចិត្តផលិតចេញអញ្ចឹងគ្មានអ្វីដែលយើងត្រូវតែរៀបរៀងគំនិតដ៏អស្ចារ្យរបស់យើងតាមបែបធម្មជាតិទេពុកម៉ែបងប្អូនគឺជាបុគ្គលម្នាក់ដែលមានសំណាងបំផុតជាងគេយើងប្រាប់ខ្លួនឯងចឹងជារឿយៗខ្ញុំជាមនុស្សដែលមានសំណាងបំផុតជាងគេខ្ញុំទៅលក់ដូរអីក៏ដាច់ដែរដាច់ហ្មងក៏ឃើញមុខខ្ញុំភ្ញៀវក៏ឃើញអីវ៉ាន់ខ្ញុំភ្ញៀវអតិជនចូលទិញដូចដុំដែលឆក់ចឹងឆក់ចូលណាពុកម៉ែបងប្អូននេះជាក្បួនរស់ទី1បែបធម្មជាតិហើយយើងលក់ដាច់សុបាយចិត្តទោះជាអត់ភ្ញៀវក៏ត្រូវតែញញឹមទោះជាអត់ភ្ញៀវក៏ត្រូវតែដាក់ចិត្តដាក់កាយថាបានទទួលរួចរាល់ហើយភ្ញៀវចូលទិញហើយថ្ងៃហ្នឹងអត់មានភ្ញៀវសោះក៏ដោយគឺបានថាភ្ញៀវដល់10នាក់20នាក់30ដល់50 100នាក់ចូលទិញរួចរាល់ហើយស្អែកធ្វើយ៉ាងទៀតរយៈពេល3ខែពុកម៉ែបងប្អូនណាបើជឿស៊ុបហើយភ្ញៀវចូលភ្លុកទឹកភ្លុកដីហើយមិនថាលក់ខាងទូរស័ព្ទដៃឬមួយក៏លក់សាច់ជ្រូកលក់សាច់មាន់លក់អីក៏ដោយណាពុកម៉ែបងប្អូនឲ្យតែនិយាយឲ្យតែគិតឲ្យជឿស្រមោលស្រមៃពិតប្រាកដអញ្ចឹងពុកម៉ែបងប្អូនមានតែពាក្យថាស្រឡាញ់ភ្ញៀវស្រឡាញ់អីវ៉ាន់ស្រឡាញ់អតិជនស្រឡាញ់ខ្លួនឯងណាខ្លួនឯងមានធម៌ពលខ្លាំងណាស់ខ្ញុំអ្នកលក់គ្រាន់អង្គុយអ្នកទិញក៏ឃើញក៏ចូលចិត្តស្រឡាញ់ខ្ញុំដែរទិញហើយទិញទៀតមកទៀតណាពាក្យសម្ដីផ្អែមល្ហែមការគិតល្អរបស់យើងមាត់របស់យើងនិយាយពីរោះពិសានេះហើយជាធម៌ពលធម្មជាតិដែលឡមកវិញឲ្យពុកម៉ែបងប្អូនគុណទ្វេដងរាប់លានដងណាពុកម៉ែបងប្អូនហើយពេលយើងចំណាយទៅទិញអីវ៉ាន់របស់ពុកម៉ែបងប្អូនទៅខាងក្រៅប្រទេសឬមួយក៏ពុកម៉ែបងប្អូនផ្សេងទៀតណាពុកម៉ែបងប្អូនត្រូវតែអរគុណលុយដែលខ្ញុំចេញទៅទិញជួយមនុស្សរួមលោកទាំងអស់គ្នាណាអញ្ចឹងខ្ញុំចេញទៅហើយចូលវិញគុណនឹង1លានដងណាពុកម៉ែបងប្អូនកុំភ្លេចណាពេលចេញទោះតែមកកាក់ម៉ាស៊ីនឬមួយក៏ពេលណាក៏ដោយពុកម៉ែបងប្អូនត្រូវតែនិយាយបែបនេះដើម្បីឲ្យពុកម៉ែបងប្អូនคลายជាទម្លាប់ជាមេដែលឆក់រឿងល្អជាដុំដែលឆក់មួយដែលមានធម៌ពលលុយចូលងាយហ្មងណាដុំដែលឆក់ហ្នឹងគឺអត់ខ្វល់អីទេឲ្យតែដាក់លុយចូលអ្នកទិញអតិជនទិញហើយកុំភ្លេចអរគុណទូរស័ព្ទអរគុណអ្វីដែលពុកម៉ែបងប្អូននៅជុំវិញខ្លួនណាឃើញអរគុណនឹងឃើញអីអរគុណនឹងដើម្បីឲ្យពុកម៉ែបងប្អូនប្រម៉ូទធម៌ពលជុំគ្នាធម៌ពលជុំគ្នាខ្លាំងមហាសាលគ្មានអ្វីឈ្នះធម៌ពលជុំគ្នាទេចឹងអ្វីហេតុផលដែលពិតប្រាកដពុកម៉ែបងប្អូនត្រូវចាំខ្លួនឯងថាមិនចង់បានអ្វីកុំគិតនឹងណាកុំគិតនឹងឲ្យសោះឡមកវិញធ្ងន់ចឹងជាចុងក្រោយអ្នកគ្រូក៏សូមឲ្យពុកម៉ែបងប្អូន like share comment ឬមួយក៏ share បន្តឲ្យបានច្រើនណាតាមដែលអាច share បានតាមបណ្ដាញសង្គមនានាដើម្បីឲ្យពុកម៉ែបងប្អូនលក់ដូរកាន់តែដាច់មហាសាលណាលុយចូលងាយសប្បាយលុយចូលងាយសប្បាយគ្មានអ្វីឈ្នះចិត្តមនុស្សទេចិត្តមនុស្សអាចសាងអ្វីក៏បានធ្វើអ្វីក៏បានអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នានេះហើយជាច្បាប់ក្បួនធម្មជាតិដែលពុកម៉ែបងប្អូនត្រូវតែទាញយកមកត្រូវតែប្រើចាំបាច់ក្នុងយើងជាមនុស្សលោកដើម្បីឲ្យយើងនេះស្គាល់រសជាតិសេចក្តីសុខស្គាល់រសជាតិលុយចូលមហាសាលស្គាល់រសជាតិលក់ដាច់មហាសាលនេះជាជីវិតដ៏ល្អសម្រាប់ពុកម៉ែបងប្អូនដែលចង់បានគ្រប់គ្នាគ្មានអ្នកណាចង់បានលក់ដូរមិនដាច់ទេណាពុកម៉ែបងប្អូនហើយមុខរបរយើងនឹងរលូនហើយលក់ហើយនឹងបើកសាខាបន្តបន្ទាប់រហូតណាពុកម៉ែបងប្អូនលក់ដាច់រហូតចំណេញមហាសាល1គុណនឹង1លានដងចង់បានណាពុកម៉ែបងប្អូនអញ្ចឹងចែករំលែកបន្តឲ្យបានច្រើនណាអាចប្រឹក្សាជាមួយអ្នកគ្រូបាន086 519 337 078 322 968ពុកម៉ែបងប្អូនណាប្រឹក្សាដោយគិតថ្លៃសេវា